កម្មវិធីសិក្ខាសាលាចែកម្លែកបទពិសោធន៍ក្នុងការអនុវត្តការងាររបស់អង្គការដៃគូស្ដីអំពីភាពជាអ្នកដឹកនាំអភិវឌ្ឍសហគមន៍សូមគោរពជម្រាបសួរស្ដីពុកម៉ែបងប្អូនដែលនិយមតាមដាន Page Sokin Prelong នៅថ្ងៃអង្គារទី25ខែវិច្ឆិកាឆ្នាំ2025ដែលមានអ្នកចូលរួមពីក្រមយុវជននិងអង្គការដៃគូសរុបទាំងអស់ចំនួន41នាក់ដែលស្ថិតនៅទីកន្លែងសហគមន៍អភិរក្សបឹងធំស្ថិតនៅភូមិស្រែចុងឃុំសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំវេទិកានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ3ដូចជា1យុវជននឹងទទួលបានឱកាសស្វែងយល់ពីស្ថាប័នដៃគូនិងបង្កើតទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក2យុវជននឹងទទួលបានការស្វែងរកការសហការរួមគ្នាកិច្ចអន្តរាគមន៍និងការអនុវត្តកម្មភាពដើម្បីអភិវឌ្ឍសមត្ថភាពជនទី3យុវជននឹងទទួលបានក្នុងឱកាសការសិក្សារៀនសូត្រអំពីកិច្ចការងារសង្គមលទ្ធផលរំពឹងទុកអ្នកចូលរួមនឹងទទួលបានចំណេះដឹងឱកាសស្វែងយល់ពីស្ថាប័នដៃគូនិងបង្កើតទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមកអ្នកចូលរួមអាចស្វែងរកការសហការរួមគ្នាក្នុងកិច្ចអន្តរាគមន៍និងការអនុវត្តសកម្មភាពដើម្បីអភិវឌ្ឍសមត្ថភាពយុវជនអ្នកចូលរួមមានឱកាសក្នុងការរៀនសូត្រអំពីកិច្ចការងារសង្គមវិធីសាស្ត្ររបស់យើងគឺដើម្បីធានាអំពីប្រសិទ្ធភាពនៃការឆ្លុះបញ្ចាំងនិងការអនុវត្តត្រឹមត្រូវល្អក្រុមការងារនឹងរៀបចំកម្មវិធីដោយវិធីសាស្ត្រដូចខាងក្រោមទី1គឺយើងធ្វើការបទបង្ហាញនិងពិភាក្សាក្រុមឆ្លុះបញ្ចាំងនិងចែករំលែកចូលរួមរបស់យើងគឺមានយុវជនបុគ្គលិកពេញម៉ោងបុគ្គលិកពេញម៉ោងនិងបុគ្គលិកហាត់ការនៃសមាគមដៃយុវជនកម្ពុជាផងដែរតកតងទៅនឹងសកម្មភាពរយៈពេល1ថ្ងៃពេញនោះគឺយើងមានការអញ្ជើញអំពីអ្នកចូលរួមរបស់យុវជនរបស់យើងហើយនៅក្នុងនោះក៏យើងមានមតិស្វាគមន៍និងបទបង្ហាញនៃសាវតានៃកម្មវិធីអំពីគណៈកម្មការរៀបចំរបស់យើងហើយមួយទៀតគឺយើងធ្វើវេទិកាចែករំលែកអំពីវឌ្ឍនភាពនៃការងារអនុវត្តសកម្មភាពគម្រោងដោយបុគ្គលិក CYN ផងហើយបទបង្ហាញស្ដីអំពីបន្សាំខ្លួនក្នុងការរួមម្ចាស់ជំនួយបរិបទសង្គមនិងពិភពលោកមានការប្រែប្រួលច្រើនបទបង្ហាញស្ដីអំពីការចែករំលែកបទពិសោធន៍នៃការអនុវត្តសកម្មភាពនិងការកសាងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធដោយតំណាងសហគមន៍និងយុវជនរបស់យើងផងដែរបន្ទាប់មកមានការចែករំលែកទស្សនៈស្ដីអំពីការកសាងវប្បធម៌សាមគ្គីភាពមិត្តភាពនិងសន្តិភាពល្បែងស្វាងអារម្មណ៍និងល្បែងកសាងក្រុមកិច្ចពិភាក្សាក្រុមនិងការសម្រេចចិត្តស្ដីអំពីក្រមសីលធម៌និងការបដិញ្ញាចិត្តរបស់អ្នកអភិវឌ្ឍសហគមន៍ផងដែរការកសាងផែនទីរបស់អ្នកអភិវឌ្ឍសហគមន៍ហើយចុងក្រោយគឺយើងបូកមតិចុងក្រោយមតិបូកសរុបនិងការប្រកាសបិទកម្មវិធីសូមជម្រាបលានិងអរគុណពីខ្ញុំបាទ Sokin Prelong